Mời cái nó. Tôiរៀនចប់ទី12អត់ដឹងរៀនសកលណាតឯនេះ Sửa lại bên chó đang hiền môi na nè. មែនតើ Anh đang hiền sửa lại nào mến. Bác mà điên tịnh đầu. Hơi ạ score mến mến tao mình nhau mà tao mình nhau. Mà. Nè. Để chia tham cho chia cam chia. Vì chia tham cho chia cam chia rồi hai cái thà sửa tịnh nốt cứ chia chủng rửa đọc tâm trai bóng phật sầm rạp sân đi sất lại miên bằng nón trong sắp sai lơ chủng niên chia sát và chạy chia vì bạn cam cá chai đất rồi nè đại miên đây số mày trong sắp sai xoay rồi can được bắt thì bị say stem tin ní sửa lại miên cốt công ô bọc co bà địch hàng cốt quan sầm rạp ấy sân đi sất sắp sai chiếu xoay vô pi chủng niên toát luôn bọc luôn nơi tin ní hát còn miên là bô chỉ ra tầm đấy từ tan chủng niên thì mới là bắt sập thứ lớp vì ní từ tiết á vì say stem nó là tịnh nốt miên chắp pi xã bài nhà bát rong một hộp đó sẽ ăn giải triệt tỏ từ con tịnh nốt ở căn sẽ bắt cho mọi nhom វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាមានប្រវត្តិសាស្ត្រដ៏យូរលង់មានទីធ្លាសាលាស្អាតធំទូលាយនិងសម្បូរដើមឈើដែលផ្ដល់បរិយាកាសស្រស់ស្រាយវិទ្យាស្ថានមានអគារសិក្សាស្តង់ដារជាច្រើនបន្ទប់ស្វ័យសិក្សាមានផាសុកភាពនិងបំពាក់ដោយម៉ាស៊ីនត្រជាក់បរិក្ខារពិសោធន៍មានភាពទំនើបសម្បូរបែបនិងបំពេញតម្រូវការគ្រប់កម្មវិធីសិក្សាលើសពីនេះទៅទៀតសាលាក៏មានទីលានកីឡាដូចជាតារាងបាល់ទាត់បាល់ទះវាយសីបាល់បោះនិងកន្លែងវាយប៉េងប៉ុងផងដែរជាពិសេសអាហារដ្ឋានប្រកបដោយអនាម័យនិងមានម្ហូបឆ្ងាញ់ៗជាច្រើនមុខជារៀងរាល់ថ្ងៃចំពោះកម្មវិធីសិក្សាថ្នាក់ជាតិយើងមានដូចជាមហាវិទ្យាល័យគីមីឧស្សាហកម្មDepartemen Teknologiសំណង់ស៊ីវិលDepartemen ស្ថាបត្យកម្មDepartemen ទេពកោសល្យហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូនDepartemen ទេពកោសល្យអគ្គិសនីនិងថាមពលDepartemen ទេពកោសល្យវិស្វកម្មឧស្សាហកម្មនិងមេកានិកDepartemen ទេពកោសល្យព័ត៌មានវិទ្យានិងទំនាក់ទំនងDepartemen គណិតវិទ្យាអនុវត្តនិងស្ថិតិDepartemen ទូរគមនាគមន៍និងបណ្ដាញមហាវិទ្យាល័យរាយនិងភូមិសាស្ត្រនិងមហាវិទ្យាល័យវារីសាស្ត្រតើគ្រឿងបរិក្ខារនិងមន្ទីរពិសោធន៍របស់សាលាបានជួយដល់ការអនុវត្តនិងការស្រាវជ្រាវរបស់អ្នកដូចម្តេច ចំពោះខ្ញុំការសិក្សាវិស្វកម្មនៅសាលាទេពណូនេះពិតជាមានភាពងាយស្រួលមែនទែនដោយសារតែខាងសាលាមានឧបករណ៍សម្រាប់ធ្វើការពិសោធន៍សម្រាប់ធ្វើការអនុវត្តជាក់ស្ដែងហើយខាងសាលាមានឧបករណ៍ទាំងអស់នោះគ្រប់គ្រាន់សម្រាប់និស្សិតធ្វើការពិសោធន៍បានគ្រប់គ្នាបានទទួលចំណេះដឹងបានទទួលការអនុវត្តគ្រប់គ្នាអញ្ចឹងទាំងអស់ហ្នឹងវាជួយ support ការរៀនសូត្ររបស់ខ្ញុំនៅទីនេះខ្លាំងមែនទែនបន្ទាប់ពីខ្ញុំបានរៀនទ្រឹស្ដីជាមួយលោកគ្រូអ្នកគ្រូនៅក្នុងថ្នាក់ហើយខ្ញុំបានទៅធ្វើការអនុវត្តជាក់ស្ដែងអញ្ចឹងវាធ្វើឲ្យការយល់ដឹងរបស់ខ្ញុំទាក់ទងជាមួយនឹងទ្រឹស្ដីការអនុវត្តហ្នឹងវាកាន់តែស៊ីជម្រៅហើយមួយវិញទៀតវាបានជួយខ្ញុំអំពីរបៀបក្នុងការប្រើប្រាស់ម៉ាស៊ីនមួយចំនួន អញ្ចឹងអាហ្នឹងវាមានហេតុវាមិនបានវាអញ្ចឹងបានវាសំខាន់ដោយសារតែយើងការប្រើប្រាស់ម៉ាស៊ីនជាក់ស្ដែងនៅក្រៅវាអត់សូវខុសគ្នាព្រួយ
ការប្រើប្រាស់ម៉ាស៊ីននៅក្នុងនេះឯងអញ្ចឹងម៉ាស៊ីនវាមានលក្ខណៈស្រដៀងគ្នាអញ្ចឹងនៅពេលដែលខ្ញុំអាចប្រើម៉ាស៊ីននៅសាលាបានអញ្ចឹងនៅពេលដែលចេញធ្វើការក៏វាជួយសម្រួលកុំឲ្យខ្ញុំមានការពិបាកខ្លាំងផងដែរ តើលោកគ្រូអ្នកគ្រូនឹងកិច្ចការស្រាវជ្រាវនៅវិទ្យាស្ថានបានជួយឲ្យអ្នកទទួលបានអាហារូបករណ៍ទៅក្រៅប្រទេសដោយរបៀបណា អូខេអញ្ចឹងចំពោះដំណើរការនៃការដាក់អាហារូបករណ៍ទៅប្រទេសបារាំងឬក៏ដូចជាប្រទេសណាផ្សេងទៀតក៏ដោយលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យនៅសាលាតិចនោះគឺគាត់បានជួយណែនាំផ្លូវនៅក្នុងការសរសេរ CV ឬក៏ statement of purpose ហ្នឹងឲ្យកាន់តែមានប្រសិទ្ធភាពងាយស្រួលក្នុងការតាក់ទាញចំណាប់អារម្មណ៍សាលាដែលគាត់នៅខាងបរទេសហ្នឹងហើយមួយទៀតដោយសារតែ curriculum សាលាកម្មវិធីសិក្សារបស់សាលាតិចនោះគឺគេត្រូវបានគេទទួលស្គាល់ពីសាលាខាងបារាំងហ្នឹងអញ្ចឹងលោកគ្រូអ្នកគ្រូគាត់បានបញ្ជ្រាបចំណេះដឹងតាក់ទងជាមួយនឹងវិទ្យាគណិតវិទ្យារូបវិទ្យាឬក៏ជំនាញទន់ផ្សេងៗទៀតដើម្បីឲ្យយើងមានភាពជឿជាក់នៅក្នុងការដាក់ពាក្យបន្លំនៅក្នុងដំណើរការនៃការសរសេរមុខវិជ្ជាបន្លំរបស់យើងហ្នឹងឲ្យកាន់តែមានយកជាមុន ក្រោយពីស្ដាប់បទពិសោធន៍របស់សិស្សដែលកំពុងសិក្សានៅទីនេះតោះយើងទៅស្ដាប់ពីបទពិសោធន៍សិស្សដែលបានបញ្ចប់ការសិក្សានៅទីនេះម្ដង ក្នុងនាមជាអតីតនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាតើអ្នកមានការចែករំលែកអ្វីខ្លះដល់សិស្សានុសិស្សនិងនិស្សិតជំនាន់ក្រោយ ការចែករំលែករបស់ខ្ញុំចំពោះនិស្សិតដែលកំពុងតែសិក្សាគួរតែផ្ដោតសំខាន់ទៅលើកម្មវិធីសិក្សាមុខវិជ្ជានៅក្នុងកម្មវិធីសិក្សាហើយក្រៅតែពីហ្នឹងយើងគួរព្យាយាមសិក្សាស្រាវជ្រាវខ្លួនឯងចូលរួមការងារគម្រោងស្រាវជ្រាវរបស់សាស្ត្រាចារ្យនិងចូលរួមការងារប្រកួតប្រជែងកម្មវិធីប្រកួតប្រជែងផ្សេងៗដែលមានដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្រៅពីការងារទាំងអស់ហ្នឹង និស្សិតក៏គួរតែចូលរួមក្នុងការងារសង្គមការងារស្ម័គ្រចិត្តរបស់សាលាឬក៏របស់កម្មវិធីផ្សេងៗដើម្បីជាការបង្កើននៅផ្នែកទំនាក់ទំនងហើយនិងការគ្រប់គ្រងសម្រាប់សិស្សដែលសិស្សានុសិស្សដែលកំពុងតែសិក្សានៅវិទ្យាល័យហើយមានគម្រោងចង់សិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាគួរតែផ្ដោតទៅលើមុខវិជ្ជាដែលបង្រៀននៅក្នុងវិទ្យាល័យជាពិសេសចាប់ពីអនុវិទ្យាល័យរហូតដល់វិទ្យាល័យ តើកម្មវិធីសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានជួយអ្នកអ្វីខ្លះក្នុងការបំពេញការងារបច្ចុប្បន្ន អញ្ចឹងបន្ទាប់ពីការសិក្សារយៈពេល5ឆ្នាំនៅសាលាតិចណូឥឡូវនេះខ្ញុំជាវិស្វករ focus ទៅលើការ design ប្រព័ន្ធបរិក្ខារត្រជាក់នៅក្នុងអាគារ អញ្ចឹងបន្ទាប់ពីការសិក្សារយៈពេល5ឆ្នាំរបស់ខ្ញុំគឺនៅសាលាទីនោះគឺអាចជួយបានច្រើនទី1ឱកាសការងារของយើងគឺមានច្រើនខ្ញុំនឹងចេញទៅដល់តែចេញក្រៅគឺសម្បូរទៅដល់ការងារដែលអ្នកអាចអត់ផ្លាយបានទី2តែទាំងអស់គ្នាគឺអាចយកពេលដែលសិក្សាពីសាលាដល់ហ្នឹងទៅតាមទៅមានការ research តែរបស់ខ្ញុំជួយបានច្រើនមែនតើទី3ទៀតគឺយើងអាចចេះទៅលើ soft skill ដែលអត់មានបណ្ដាញនៅសាលាបានទេប៉ុន្តែនៅសាលានេះគឺយើងមានជាសកម្មភាពមួយចំនួនដែលអាចជួយឲ្យយើងអាចចេះបានច្រើនក្រៅផ្សេងអញ្ចឹងទីខ្ញុំទៅខ្ញុំចង់សំណូមពរអ្នកនរខិតខំប្រឹងប្រែងរៀនសូត្រទៅលើការងារជំនាញរបស់អ្នកនរគ្នាតែរយៈពេល5ឆ្នាំហ្នឹងហើយរៀនអំពី soft skill របស់អ្នកនរគ្នាផងព្រោះពេលចឹងធ្វើការគឺយើងត្រូវការអំពីការស្គាល់ soft skill អញ្ចឹងសម្រាប់បងប្អូនដែលទៅតែប្រឡងទី12ចប់តែម្ដងសិក្សាទៅលើផ្នែកវិស្វករឬក៏វិទ្យាសាស្ត្រដែលអ្នកនរគ្នាអាចមកសាកសួរព័ត៌មានពីកម្មបងប្អូននៅសាលាណូដែលមានស្តង់ឬក៏អ្នកនរគ្នាអាចចូលទៅក្នុង page របស់សាលាទាំងនោះយើងផ្ទាល់អញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលមានចំណាប់អារម្មណ៍សិក្សាទៅលើផ្នែកទាំងអស់ហ្នឹងកុំភ្លេចមកសិក្សានៅជាស្ថានបច្ចេកវិទ្យាកម្ពុជារបស់យើង